ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមានការជួបជុំបងប្អូនហើយក៏ធ្វើគោឡើងភ្នំបងប្អូនតោះបងប្អូនទៅមើលការទស្សនាធ្វើទាំងអស់គ្នាបងប្អូនខ្ញុំថ្ងៃនេះមានសាច់គោ1គីឡូហើយនឹងបង្គាកន្លះគីឡូបងប្អូនសម្រាប់ធ្វើសាច់គោចុះផ្ទះឬគេហៅខ្លះអ្នកគោហៅគោឡើងភ្នំអីចឹងណាតាមអ្នកតំបន់ហៅរៀងខ្លួនហើយក៏យើងមានបន្លែគ្រប់មុខដូចជាមានស្ពៃបកគោនិងការ៉ុតជាដើមណាបងប្អូនយើងតាមចំណូលចិត្តយើងយើងដាក់សិតដាក់អីទៅហើយនេះសាច់ដែលយើងហាន់ហើយយើងប្រឡាក់គ្រឿងមានម្សៅស៊ុបនិងប្រេងខ្យងនិងទឹកស៊ីអ៊ីវបងប្អូនយើងដាក់បន្ថែមវាបន្តិចដើម្បីឲ្យវាមានជាតិទៅពេលយើងយកវាទៅច្រឡូកជាមួយបន្លែអីចឹងណាបងប្អូនបើយើងអត់ដាក់សោះសាច់ហ្នឹងវាខ្សោះយើងឆ្អិនទៅយើងហូបទៅវាអត់ឆ្ងាញ់អត់មានជាតិទេបងប្អូនយើងច្រឡូកវាទុកមកឡែកហើយចាំយើងយកទៅដាក់ចាននេះស្លឹកខ្ទឹមបងដាក់ឲ្យវាឈ្ងុយខ្លះឥឡូវយើងចាប់ផ្ដើមយើងធ្វើរួចរាល់បន្លែក៏ហើយទឹកតៅហ៊ូអីក៏ហើយអស់ដែរបងប្អូនចាប់ដើមដាក់ខ្ទះយើងចំអិនមួយខ្ទះដើម្បីភ្លក់ទាំងអស់គ្នាបងប្អូនដំបូងខ្ញុំប្រើប្រេងឆាខ្លះនិងជាមួយប៊ឺបងយើងដាក់ប៊ឺជាមួយប្រេងឆាដើម្បីឲ្យវាទន់បន្លែយើងដែលជាទៅវាឈ្ងុយផងបើហ្នឹងវាមានប្រយោជន៍ពីរទី1ទន់បន្លែនិងទី2ឈ្ងុយបងប្អូនហើយយើងដាក់តាមយើងចូលចិត្តបងប្អូនតិចច្រើនយើងដាក់តាមហ្នឹងមកអានេះខ្ញុំឆាយើងច្រើនដល់អញ្ចឹងខ្ញុំដាក់រៀងប៊ឺហើយនឹងប្រេងឆាហ្នឹងក្រែដែរដើម្បីវាទន់បន្លែទៅយើងហូបទៅវាឆ្ងាញ់បងប្អូនអោខ្លះបងប្អូនគាត់ចូលចិត្តយើងដាក់ចង្ក្រានហ្គាសនៅកណ្ដាលអញ្ចឹងយើងដាក់ចង្ក្រានដាក់ខ្ទះខ្ញុំមកយើងបើកភ្លើងរីកទៅក៏ឆ្ងាញ់ដែរប៉ុន្តែខ្ញុំខ្ជិលតុកវែងតអញ្ចឹងយើងឆាមកខ្ទះហ្នឹងដើម្បីចែកគ្នាដាក់2ចានហ្មងទៅស្រួលកុំឲ្យពិបាកញ៉ៃច្រើនហ្នឹងហើយយើងដាក់មានបន្លែមានសាច់គោបង្គាអញ្ចឹងមកតាមបងប្អូនចូលចិត្តយើងចង់ដាក់អីដាក់បានហ្នឹងបងប្អូនប៉ុន្តែពូតប្រាំងហើយនឹងផ្សិតអត់ចោលបងប្អូនអាផ្សិតផ្លូវមាន់ហ្នឹងឆ្ងាញ់ណាស្វិតអែមជ្រលក់មួយទឹកតៅហ៊ូនេះយើងច្របល់វាឲ្យសព្វហើយទុកមកទៅធូរដើម្បីរៀងទុនបន្លែតិចទៅចាប់ផ្ដើមយើងសម្ពូនតិចហើយបងប្អូនក្លិនក៏ជះក្លិនមកបណ្ដាដែរហើយប្រភេទសាច់គោហើយនឹងបង្គានេះมันបាច់ឆ្អិនពេកទេបងប្អូនបាទតែមកល្មមមកស៊ីជ្រុបអែមណាបងប្អូនអើយណាចាប់មួយមកសាច់ឡើងណែនក្តន់ហ្មង